ធ្វើទៅ5នាទីបានញ៉ាំហើយអ្នកទាំងអស់គ្នាហើយឆ្ងាញ់ទៀតនិយាយទៅគ្រឿងផ្សំក៏អត់មានអីច្រើនដែរបងប្អូនអរគ្នាថ្ងៃនេះខ្ញុំមកឆាជាមួយនឹងម្រះព្រៅសាច់គោញ៉ាំណាបងប្អូនចាហើយយើងមានពងចៀនជាប់ភ្នៅមួយពីលើទៀតមកគឺឆ្ងាញ់មែនទែនហើយជាដំបូងហ្នឹងគឺខ្ញុំចាប់ផ្ដើមដាក់ខ្លាញ់ចៀនពងមួយសិនណាបងប្អូនអរគ្នាហើយចំពោះពងយើងប្រើពងមាន់ក៏បានយើងប្រើពងទាក៏បានដែរស្អីតែយើងចូលចិត្តណាបើសិនជាបងប្អូនចូលចិត្តជាប់ភ្នៅយើងចៀនហើយយើងយកខ្លាញ់ស្រូបពីលើតិចតិចអញ្ចឹងមកអ្នកទាំងអស់គ្នាយើងមិនបាច់ចាំត្រឡប់មកខាងទៀតណាហើយបន្ទាប់ពីយើងស្រង់ជាមួយនឹងពងមាន់ចេញហើយយើងចាប់ផ្ដើមយកគ្រឿងដែលយើងបុកមានខ្ទឹមហើយខ្ញុំដាក់ម្ទេសក្រៀម2 3គ្រាប់និងម្ទេសស្រស់2 3គ្រាប់ដែរចានិយាយទៅសាច់គោខ្ញុំធ្វើនេះប្រហែលជា3ខាំមកបងប្អូនអរគ្នាអញ្ចឹងដាក់ម្ទេសមកល្មមតាមយើងចូលចិត្តមកបន្ទាប់ពីយើងកូរខ្ទឹមម្ទេសឲ្យរៀងឡើងឈ្ងុយហើយខ្ញុំបន្ថែមជាមួយសាច់គោចូលទៅតែម្ដងចាយើងកូរចោះគោឡើងមកសន្ទុះដែរហើយបន្ទាប់មកទៀតចាំយើងថែមគ្រឿងតាមក្រោយខ្ញុំដាក់ប៊ីចេងមួយចុងល្ព្រាស្ករមួយចុងល្ព្រារ៉តឌីបន្តិចទឹកត្រីបន្តិចបន្ទាប់មកទៀតបន្ថែមជាមួយនឹងប្រេងខ្យងចុងក្រោយទេបងប្អូនចាប៉ុណ្ណឹងរសជាតិមកល្មមហើយអ្នកទាំងអស់គ្នាបើសិនជាបងប្អូនចូលចិត្តរសជាតិបែបណាយើងដាក់តាមចំណូលចិត្តយើងមកបងប្អូនចាហើយបន្តមកទៀតយើងកូរគ្រឿងនឹងឲ្យវាសព្វចូលជាមួយនឹងសាច់គោយើងល្អសិនចាំយើងបន្ថែមជាមួយនឹងទឹកចូលទៅតែបន្តិចទេបងប្អូនអរគ្នាបើសិនជាយើងដាក់ទឹករៀងរាវពេកក៏អត់ឆ្ងាញ់ដែរណាបងប្អូនចានិយាយទៅយើងដាក់មកឆ្អិនសាច់គោយើងបានហើយចំពោះសាច់គោយើងរើសយកសាច់គោណាដែលថារាងផុយល្អបងប្អូនអរគ្នាពេលយើងយកមកឆាជាមួយនឹងម្រះប្រៅអញ្ចឹងរសជាតិឆ្ងាញ់មែនទែនហើយចុងក្រោយគេហ្នឹងខ្ញុំដាក់ជាមួយនឹងម្រះប្រៅចូលទៅហើយចំពោះទឹកវិញក៏យើងអត់យករៀងរាវដែរបងប្អូនអរគ្នាចាយើងយករៀងខាប់អញ្ចឹងណាទៅពេលយើងយកទៅស្រូបដាក់ពីលើបាយអញ្ចឹងទៅគឺចូលជាតិគ្នាឆ្ងាញ់តែម្ដងបើសិនជាបងប្អូនដាក់ទឹករាវពេកគឺអត់ឆ្ងាញ់ទេចាអានេះម្រះប្រៅយើងឆាត្រឡប់តែប៉ុណ្ណឹងគឺរួចរាល់ជាការស្អាតខ្ញុំមុខនេះអាសាធ្វើញ៉ាំដែរបងប្អូនអរគ្នាដោយសារតែវាធ្វើលឿនហើយឆ្ងាញ់ទៀតហើយក៏អត់ចំណាយអីច្រើនដែរបងប្អូនអរគ្នាគ្រឿងផ្សំក៏តិចតួចទៀតហើយយើងបានញ៉ាំជាមួយនឹងពងទាពងមាន់ចៀនជាប់ភ្នៅរបស់យើងគឺកាន់តែឆ្ងាញ់តែម្ដង